ការ៉ុតមានអត្ថប្រយោជន៍ដល់ស្ត្រីគួរតែទទួលទានជាប្រចាំបាទជំរាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានអត្ថបទដែលនិយាយអំពីអត្ថប្រយោជន៍ការ៉ុតចំពោះស្ត្រីដែលគួរតែទទួលទានជាប្រចាំបាទហើយអត្ថបទនេះខ្ញុំបានដកស្រង់ចេញពី website ឈ្មោះថាកសន្តិភាពថ្មីបាទការ៉ុតជាបន្លែមើមដែលវាមានគុណភាពខ្ពស់សម្រាប់ជួយដល់សុខភាពរាងកាយបាទដូច្នេះតើអ្នកគួរតែយកដឹងអ្វីខ្លះអំពីអត្ថប្រយោជន៍ការ៉ុតចំពោះរាងកាយបាទនិយាយឲ្យកាន់តែស៊ីជម្រៅការ៉ុតគឺវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរបស់ស្ត្រីបាទបើសិនស្ត្រីដែលចង់ស្អាតចង់មានសម្រស់និងសុខភាពល្អគួរតែទទួលទានការ៉ុតឲ្យបានជាប្រចាំថ្ងៃបាទតទៅនេះជាអត្ថប្រយោជន៍ខ្លះៗអំពីការ៉ុតចំពោះសុខភាពរបស់ស្ត្រីបាទទី1គឺជួយដល់សុខភាពកាយផ្នែកស្ត្រីដែរបាទតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្របាទនៅក្នុងការ៉ុតហ្នឹងគឺមានវីតាមីន A និងជាតិ beta carotene បាទដែលជួយឲ្យកាយផ្នែករបស់យើងមើលឃើញកាន់តែច្បាស់និងការពារមិនឲ្យមានភាពស្វាំងបាទទី2គឺជួយដល់សុខភាពស្បែកបាទនៅពេលអ្នកមានអាយុច្រើនបាទស្បែករបស់អ្នកក៏មានភាពជ្រីវជ្រួញផងដែរបាទបើសិនជាអ្នកមិនចង់ឲ្យស្បែករបស់អ្នកមានភាពជ្រីវជ្រួញទៅតាមវ័យទេអ្នកគួរតែទទួលទានការ៉ុតឲ្យបានជាប្រចាំផងដែរបាទព្រោះថានៅក្នុងការ៉ុតហ្នឹងគឺមានសារធាតុប្រឆាំងទៅនឹងជាតិពុលនៅក្នុងរាងកាយបាទទី3គឺល្អសម្រាប់ស្ត្រីដែលមានផ្ទៃពោះផងដែរបាទទី4គឺការពារស្បែកពីកាំរស្មី UV របស់ព្រះអាទិត្យបាទកាំរស្មី UV គឺជាបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះស្បែកដែលធ្វើឲ្យស្បែករបស់យើងងាយនឹងកើតជំងឺមហារីកបាទដូច្នេះបន្លែធម្មជាតិដែលសម្បូរទៅដោយវីតាមីន A គឺជួយការពារស្បែកពីកាំរស្មី UV និងការការពារបានពីជំងឺមហារីកស្បែកផងដែរទី5គឺកាត់បន្ថយការកើតមហារីកសូដនបាទសារធាតុមិនល្អដែលអ្នកទទួលបានពីអាហារនិងសារធាតុដែលនៅជុំវិញដងខ្លួនរបស់អ្នកដែលបង្ការឲ្យអ្នកកើតជំងឺមហារីកក្រោយពេលដែលពួកវាចូលទៅក្នុងខ្លួនរបស់លោកអ្នកបាទដូច្នេះការទទួលទានការ៉ុតគឺអាចជួយការពារបានពីហានិភ័យនៃជំងឺមហារីកសូដនផងដែរបាទទី6គឺសម្រួលដល់ប្រព័ន្ធរំលាយអាហារផងដែរបាទការ៉ុតបានជួយបង្កើនការងារដល់ដំណើរការរំលាយអាហារវាអាចដុតកាឡូរីដែលមាននៅក្នុងខ្លួនបានច្រើនបាទទី7ការពារការកើតមុនបាទសារធាតុដែលមាននៅក្នុងការ៉ុតបាទមិនត្រឹមតែជួយឲ្យស្បែកភ្លឺថ្លាប៉ុណ្ណោះទេវាអាចជួយការពារមុខរបស់យើងមិនឲ្យកាត់មុនផងដែរបាទទី8គឺធ្វើឲ្យសក់របស់លោកអ្នកដុះលូតលាស់បានល្អបាទវីតាមីន A និងសារធាតុ beta carotene ដែលមាននៅក្នុងការ៉ុតគឺអាចជួយឲ្យសក់របស់លោកអ្នកមានសុខភាពល្អចុងក្រោយនៃវីដេអូនេះអរគុណច្រើនទាំងអស់គ្នាដែលបានស្ដាប់នៅអត្ថបទដែលខ្ញុំបានដកស្រង់ចេញពីកសន្តិភាពទាំងអស់ជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ